សួស្តីបងប្អូនទាំងអស់គ្នាបាទសម្រាប់បងប្អូនប្រើ Gmail ចាប់ថ្ងៃនេះទៅមិនបារម្ភទេបងប្អូនបាទគ្រាន់តែយើង scan មកបងប្អូនគឺយើងអាចចូល Gmail បានដោយមិនចាំបាច់ដាក់លេខកូដបងប្អូនបាទហើយម្យ៉ាងទៀតយើងអាចការពារ account យើងកុំឲ្យអ្នកទី2ទី3ចូលមកបានបាទឥឡូវនេះបងប្អូនទស្សនាវីដេអូនេះបាទខ្ញុំធ្វើបទបង្ហាញបងប្អូនទាំងគ្នាបាទមានថា Android មិនថា iOS ទេបងប្អូនបាទគឺធ្វើដូចគ្នាបាទជាដំបូងបងប្អូនចូលនេះមកបាទ Gmail បាទចិត្តទៅបាទធម្មតាកន្លែងនេះគឺមានសារមានអីបងប្អូនបាទក៏ប៉ុន្តែមិនលុបចោលយើងបាទកុំឲ្យវាជាតិ memory យើងបាទឥឡូវនេះបងប្អូនចូលនេះបាទ profile យើងបាទចិត្តទៅបាទមកដល់កន្លែងនេះបងប្អូនចូល manage your Google account បាទចិត្តទៅបាទជួយឲ្យបងប្អូនដល់កន្លែងនេះបងប្អូនចូលកន្លែងនេះមកបាទ security and sign in នេះបាទចិត្តទៅបាទយើងមកដល់កន្លែងនេះគឺមានអក្សរច្រើនមែនទែនបងប្អូនបាទហើយបងប្អូនមិនមើលទេបាទហើយបងប្អូនអូនឡើងទៅបាទរកពាក្យថា selfie video បងប្អូនបាទហើយនេះបងប្អូនចិត្តទៅបាទនេះគឺពាក្យ selfie video បាទចិត្តទៅបាទគេហៅថាបងប្អូន scan មុខបងប្អូនចុច continue ទេបាទបើថាបងប្អូន scan មុខទេបាទតែខ្ញុំមកបាទ scan ទេបាទឡើយចុចនេះបាទដល់កន្លែងនេះបងប្អូនដាក់ password បងប្អូននោះបាទខ្ញុំដាក់របស់ខ្ញុំបាទឥឡូវនេះបងប្អូនដាក់លេខកូដទៅបាទគេទៅបាទហើយបងប្អូនចុច next បាទចាំភ្លេចបងប្អូនបាទដល់កន្លែងនេះគឺឲ្យ scan ហើយបងប្អូនបាទនេះបាទគឺឲ្យ scan ដែរបាទហើយបងប្អូនចុចនេះមកបាទ continue បាទចុចទៅបាទដល់កន្លែងនេះបងប្អូនចុច next បងប្អូនបាទដើម្បីយើង scan មុខបាទឥឡូវនេះបងប្អូនចុចនេះទៅបាទសូមអញ្ជើញបងប្អូនដល់ម៉ាស់ដល់មតាផងបាទបងប្អូនចុច allow ចុចទៅបាទហើយបងប្អូនចុច start នេះបងងើយឡើងលើចុចក្រមបាទពេលនេះគឺពង scan មុខខ្ញុំបងប្អូនបាទហើយបងប្អូនចុច OK ទៅបាទដូចគ្នានឹង Facebook បងប្អូនបាទហើយពេលនេះខ្ញុំបានហើយបងប្អូននេះឃើញទេបាទគឺបានហើយបាទនៅក្នុងវីដេអូនេះគឺមើលប៉ុណ្ណឹងបាទសូមបងប្អូនជួយចែករំលែកវីដេអូផងបាទដើម្បីឲ្យបងប្អូនយើងបានដឹងដល់គ្នាបាទសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ